កាលពីព្រេងនាយមានលាងលាក់កំណប់មួយកន្លែងដែលស្ថិតនៅក្នុងព្រៃជ្រៅលាងនេះមិនដែលមានអ្នកណាយកកំណប់ចេញបានឡើយព្រោះថាមានស្ដេចពស់នៅចាំការពារកំណប់នោះហើយនៅជិតព្រៃនោះក៏មានភូមិតូចមួយដែលមានប្រជាជនរស់នៅតិចតួចបំផុតដែលពួកគេសុទ្ធសឹងតែដឹងថានៅក្នុងលាងនេះមានលាក់កំណប់ដ៏ច្រើនក៏ប៉ុន្តែពួកគេមិនមានអ្នកណាហ៊ានទៅយកកំណប់នោះឡើយព្រោះតែពួកគេដឹងថានៅក្នុងលាងនោះគឺមានស្ដេចពស់កាចសាហាវខ្លាំងណាស់បើមានអ្នកណាចូលទៅដល់ហើយគឺមិនអាចចេញមកវិញបាននោះទេនៅក្នុងភូមិនោះក៏មានបរិសម្នាក់ដែលគេមានឈ្មោះថាសុកជាក្មេងកំព្រាគេរស់នៅតែម្នាក់ឯងតាំងតែពីតូចរាល់ថ្ងៃគេប្រកបរបរជីកដំឡូងយកទៅលក់នៅឯផ្សារដើម្បីបានប្រាក់ទិញបាយហូបហើយហេតុអ្វីថ្ងៃនេះខ្ញុំរកដំឡូងមិនបានសោះអញ្ចឹងបើនៅតែបែបនេះទៀតតើខ្ញុំបានប្រាក់ឯណាទិញបាយហូបទៅមិនបានទេខ្ញុំត្រូវតែខំរកទៀតទៅបានរំពេចនោះដែរស្រាប់តែមានបរិសម្នាក់ដែលគេវង្វេងនៅក្នុងព្រៃនោះហើយក៏បានជួបជាមួយនឹងសុកសួស្តីលោកបងតើខ្ញុំសុំសួរបន្តិចបានទេមិនអីទេលោកបងតើលោកបងទៅណាមកណាដែរបានលោកបងខ្ញុំមកទីនេះគឺដើម្បីស្វែងរកលាងដែលគេល្បីថាមានលាក់កំណប់នៅទីនោះក៏ប៉ុន្តែពេលនេះខ្ញុំវង្វេងហើយមិនដឹងលិចមិនដឹងកើតនៅឯណាទេលោកបងណែលោកបងមិនអាចទៅលាងនោះបានទេបើតាមខ្ញុំដឹងនៅក្នុងលាងនោះគឺមានស្ដេចពស់ហើយវាកាចសាហាវខ្លាំងណាស់បើអ្នកណាចូលទៅហើយគឺមិនអាចចេញមកវិញបាននោះទេហើយខ្ញុំក៏មិនធ្លាប់ទៅដែរលោកបងខ្ញុំក៏មិនចង់ទៅដែរលោកបងក៏ប៉ុន្តែខ្ញុំគ្មានជំរើសទេលោកបងម្ដាយរបស់ខ្ញុំគាត់ឈឺនៅឯផ្ទះហើយខ្ញុំចំពាក់ប្រាក់លោកសេដ្ឋីទៀតខ្ញុំមិនដឹងថាធ្វើការឯណាបានប្រាក់យកទៅសងលោកសេដ្ឋីនោះទេហើយខ្ញុំមិនមានប្រាក់ព្យាបាលជំងឺម្ដាយរបស់ខ្ញុំឡើយអូលោកបងគួរឲ្យអាណិតណាស់ចំណែកខ្ញុំវិញក៏ក្រលំបាកណាស់ដែររាល់ថ្ងៃជីកដំឡូងយកទៅលក់នៅឯផ្សារគ្រាន់នឹងចិញ្ចឹមជីវិតលោកបងបើលោកបងអាណិតខ្ញុំលោកបងទៅជាមួយខ្ញុំបានទេបើបានមាសប្រាក់ចាំពួកយើងចែកគ្នាសម្រាប់ខ្ញុំវិញយកតែបន្តិចបន្តួចទេដើម្បីមើលជំងឺម្ដាយរបស់ខ្ញុំនឹងយកប្រាក់ខ្លះសងលោកសេដ្ឋីបើមិនអញ្ចឹងទេលោកសេដ្ឋីច្បាស់ជារឹបអូសផ្ទះសម្បែងនិងដីស្រែចម្ការរបស់ខ្ញុំជាមិនខានខ្ញុំមិនតាន់សម្រេចថាទៅទេលោកបងខ្ញុំសុំគិតមើលសិនណែលោកបងតើលោកបងមកព្រៃនេះមានកន្លែងសម្រាកដែរឬទេហើយតើលោកបងស្គាល់ផ្លូវទៅលាងនោះឬអត់ខ្ញុំត្រាច់ចរនៅក្នុងព្រៃនេះជាច្រើនថ្ងៃមកហើយដើម្បីស្វែងរកលាងលាក់កំណប់នោះយប់ស្មើណាខ្ញុំក៏ដេកកន្លែងនឹងទៅអូបាទអញ្ចឹងលោកបងសម្រាប់ផ្ទះខ្ញុំសិនទៅអញ្ចឹងហើយចាំព្រឹកស្អែកចាំយើងគិតសារជាថ្មីទៀតអូបាទអញ្ចឹងខ្ញុំសូមអរគុណលោកបងហើយដែលអាណិតខ្ញុំបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅផ្ទះវិញណែលោកបងខ្ញុំសម្រេចថាជួនលោកបងទៅលាងភ្នំនោះចាស់ខ្ញុំក៏ចង់ដឹងថាតើនៅក្នុងលាងនោះមានមាសប្រាក់ពិតប្រាកដដែរឬយ៉ាងណាអូបាទអញ្ចឹងពិតជាល្អណាស់លោកបងយើងនឹងទៅទីនោះទាំងអស់គ្នាបាទអញ្ចឹងលោកបងចាំខ្ញុំត្រង់នឹងហើយខ្ញុំទៅរៀបចំរបស់របរសិនព្រោះយើងមិនដឹងថានៅតាមផ្លូវមានឧបសគ្គឬយ៉ាងណាទេពេលនោះដែរនាយយ៉ែមនិងនាយច័ន្ទក៏បានលួចស្ដាប់ឮអ្នកទាំងពីរនិយាយគ្នាណែច័ន្ទឯងឮអាសុកកំពុងតែនិយាយរឿងកំណប់នោះដែរឬទេហេចុះអញមានត្រជាថ្លង់ឯណាអញស្ដាប់ឮដែរតើបើអញ្ចឹងតើពួកយើងគិតយ៉ាងណាទៅយើងគិតថានឹងទៅតាមពួកវាទេមិនបានទេព្រោះថានៅក្នុងលាងនោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់បើយើងទៅស្ដេចពស់នឹងសម្លាប់ពួកយើងជាមិនខានព្រោះនៅក្នុងលាងនោះមានមនុស្សជាច្រើនអ្នកមកហើយដែលបានស្លាប់អាចារ្យអើយឯងអីក៏ល្ងងយ៉ាងនេះយើងទៅតាមពួកវាយើងចាំមើលថាតើនៅក្នុងលាងនោះមានកំណប់ពិតឬយ៉ាងណាហើយពួកយើងក៏មិនបានចូលទៅដែរយើងគ្រាន់តែឈរយាមនៅខាងក្រៅតែបើពួកវាចូលទៅហើយស្លាប់ក៏គ្មានបញ្ហាដល់ពួកយើងដែរបើពួកវាចេញមកមានកំណប់មកជាមួយនោះចាំពួកយើងសម្លាប់វាចោលទៅអាយ៉ែមឯងពិតជាឆ្លាតមែនរឿងថោកទាបបែបនេះក៏ឯងនឹកឃើញដែរតើលោកបងយើងប្រញាប់ចេញនៅពេលនេះទៅព្រោះថាមេឃនៅមិនតាន់ថ្ងៃនៅឡើយទេលោកបងបាទលោកបងបើអញ្ចឹងតោះយើងឆាប់ចេញទៅ
និយាយគ្នារួចហើយពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅលអាងលាក់កំណប់នោះពួកគេធ្វើដំណើរបានឆ្ងាយបន្តិចក៏បានមកដល់លអាងរំពេចនោះដែរអូហូមាសច្រើនខ្លាំងណាស់លោកបងខ្ញុំមិននឹកស្មានថានៅក្នុងលអាងនេះមានកំណប់បែបនេះសោះប៉ាត់មែនហើយលោកបងខ្ញុំរស់នៅក្បែរលអាងភ្នំនេះជាយូរមកហើយធ្លាប់តែលើគេនិយាយថានៅក្នុងលអាងនេះមានកំណប់មាសតែនៅពេលនេះហាក់បានឃើញនៅផ្ទាល់ភ្នែកពិតជាមិនគួរឲ្យជឿសោះលោកបងមើលកន្លែងនឹងទៅដាវនេះពិតជាស្អាតខ្លាំងណាស់មែនហើយលោកបងណែខ្ញុំភ្លេចប្រាប់លោកបងទៅថានៅក្នុងលអាងនេះហាក់កាលពីដើមឡើយគឺមានស្ដេចចៅប្រៃ2នាក់តែពួកគេយាមនៅក្នុងលអាងនេះហាក់ប្រហែលជាដាវនេះហើយជាដាវរបស់ពួកគាត់លោកបងតើយើងគួរគិតយ៉ាងណាទៅអំពីមាសនេះប៉ាត់មែនហើយលោកបងមាសនេះហាក់មិនមែនជារបស់ពួកយើងទេហើយមាសនេះក៏គ្មានម្ចាស់ទៀតដែរលោកបងយកតាមតម្រូវការចាស់ចំណែកខ្ញុំវិញយកតែបន្តិចបន្តួចទេគ្រាន់នឹងទិញដីធ្វើស្រែចម្ការណាលោកបងអូលោកបងមើលនោះទៅសត្វពស់ធំណាស់វាកំពុងតែសម្ដៅមកហើយអូហូស្ដេចពស់បានចេញមកហើយហេតុអ្វីក៏វាធំយ៉ាងនេះពួកយើងមិនអាចនៅទីនេះទៀតបានទេតោះយើងប្រញាប់រត់ចេញទៅលោកបងឈប់សិនអ្នកទាំងពីរកុំអើទៅណានេះស្ដេចពស់ចានិយាយភាសាមនុស្សមែនទេហើយវាកំពុងតែនិយាយជាមួយនឹងខ្ញុំពិតមែនហើយលោកបងខ្ញុំលើច្បាស់ណាស់ពស់ចេះនិយាយភាសាមនុស្សពិតមែនហើយខ្ញុំចេះនិយាយភាសាមនុស្សខ្ញុំចាំអ្នកទាំងពីរអស់ជាច្រើនឆ្នាំមកហើយមាសនេះគឺជារបស់អ្នកទាំងពីរសូមអ្នកទាំងពីរយកវាទៅវិញចុះតើមាសនេះជាមាសរបស់ខ្ញុំពិតមែនទេតើខ្ញុំជឿឯងបានដោយរបៀបណាទៅបើមនុស្សគ្រប់គ្នាដែលមកដល់ទីនេះគឺពួកគេមិនអាចចេញទៅវិញបាននោះទេពួកគេតែងតែស្លាប់បាត់បង់ជីវិតរហូតនេះក៏ដោយសារតែពួកគេលុកលុនចង់បានទ្រព្យសម្បត្តិដែលជាមិនមានរបស់ខ្លួនមិនអីទេបើសិនជាលោកមិនជឿលោកសាកកាន់ដាវនេះលោមើលទៅលោកនឹងចាំជាតិហើយនឹងដឹងថាជាតិមុនលោកជាអ្នកណាបន្ទាប់មកសុកក៏បានកាន់ដាវនោះហើយក៏បានចាំជាតិមាសទាំងអស់នេះជារបស់ខ្ញុំមែនទេមិនដឹងថាមានមនុស្សប៉ុន្មានអ្នកទេដែលបានស្លាប់នៅក្នុងដៃរបស់ខ្ញុំជាតិមុនខ្ញុំជាមនុស្សអាក្រក់ខូខើខ្លាំងណាស់ខ្ញុំមិនចង់បានមាសទាំងអស់នេះទេមិនអីទេលោកបងរឿងពីជាតិមុនគឺជារឿងផ្សេងជាតិនេះគឺជារឿងផ្សេងយើងមិនអាចកាយអតីតកាលបានឡើយតែយើងអាចឲ្យជាតិនេះល្អជាងមុនបានលោកបងគិតត្រូវហើយលោកបងអាចយកមាសទាំងអស់នេះយកទៅជួយអ្នកក្រីក្រណាបងពេលនេះលោកចាំជាតិហើយមែនទេខ្ញុំគឺជាពស់វេទមន្តដែលកើតចេញពីវេទមន្តរបស់លោកមុនពេលដែលលោកស្លាប់ឲ្យខ្ញុំការពារមាសទាំងអស់នេះសូមលោកយកមាសរបស់លោកទៅវិញចុះហើយខ្ញុំក៏រួចផុតពីការគ្រប់គ្រងវេទមន្តរបស់លោកដែរណែលោកបងកុំពិបាកចិត្តពេកអីយើងត្រូវតែយកមាសនេះយកទៅចែកជូនដល់អ្នកក្រីក្រដើម្បីលាងបាបកម្មពីជាតិមុនដែលពួកយើងធ្លាប់បានសាងប៉ាត់មែនហើយលោកបងតើយើងប្រមូលមាសទាំងអស់នេះចេញទៅខាងក្រៅទៅបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានយកមាសទៅខាងក្រៅលអាងរំពេចនោះដែរនាយយ៉ែមនិងនាយច័ន្ទពួកគេក៏បានចេញមកនៅក្នុងលអាងនេះពិតជាមានទ្រព្យសម្បត្តិដ៏មហាសាលមែនពួកឯងឆាប់ប្រគល់មាសទាំងអស់នេះមកឲ្យយើងភ្លាមតែមិនបានទេយើងមិនអាចប្រគល់មាសនេះឲ្យឯងបានទេមាសនេះមិនមែនជារបស់ឯងឡើយបានយើងនិយាយស្រាត្រជាឯងមិនចង់ផឹកស្រាពីនៃបានតើចាំយើងឲ្យពួកឯងចោះតោះអាចារ្យឆាប់ចាត់ការវាទៅពេលនោះនាយច័ន្ទនិងនាយយ៉ែមពួកគេក៏សម្ដៅទៅរកអ្នកទាំងពីរក៏ប៉ុន្តែពេលនោះស្រាប់តែស្ដេចពស់បានលេចចេញមកជុំកដុំឆេបស្ដេចពស់ធំណាស់វើយនៅមិនបានទេអាចារ្យតោះយើងឆាប់រត់ចេញទៅនាយច័ន្ទនិងនាយយ៉ែមពួកគេទាំងពីរនាក់ក៏បានរត់ចេញពីលអាងនោះទៅបន្ទាប់មកអ្នកទាំងពីរក៏យកមាសទាំងអស់នោះទៅផ្ទះរបស់ពួកគេលោកបងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានជួបជាមួយនឹងលោកបងខ្ញុំក៏ដូចគ្នាដែរលោកបងនេះអាចថាជានិស្ស័យពីជាតិមុនដែលបណ្ដាលឲ្យពួកយើងបានស្គាល់គ្នាណែនិយាយអញ្ចឹងតើលោកបងគិតនឹងត្រឡប់ទៅវិញនៅថ្ងៃណាដែរបាទលោកបងខ្ញុំគិតថានឹងទៅព្រឹកនេះព្រោះថាត្រូវយកប្រាក់សងលោកសេដ្ឋីផងហើយមើលជំងឺម្ដាយទៀត
បាទលោកបងអីក៏ប្រញាប់ម្លេះសម្រាប់នៅទីនេះមួយថ្ងៃពីរថ្ងៃសិនទៅចាំថ្ងៃក្រោយទៅណាលោកបងព្រោះថាសុកទុកឪពុកម្ដាយរបស់ខ្ញុំមិនដឹងជាយ៉ាងណាទេអូបាទអញ្ចឹងលោកបងធ្វើដំណើរសុវត្ថិភាពតាមផ្លូវណាបើថ្ងៃណាទំនេរលោកបងមកលេងខ្ញុំផងបាទលោកបងបើអញ្ចឹងខ្ញុំគិតលាលោកបងទៅសិនហើយណាបន្តមកនាយចឹងក៏បានធ្វើដំណើរទៅផ្ទះហើយគេក៏បានយកប្រាក់មួយចំនួនយកទៅសងលោកសេដ្ឋីនិងមួយចំនួនទៀតយកទៅមើលជំងឺម្ដាយរបស់គេចំណែកឯសុកវិញគេក៏បានយកប្រាក់របស់គេយកទៅសាងសាលារៀនវត្តអារាមនិងចែកជូនដល់ជនក្រីក្រ